មាតិកាទី8យុទ្ធសាស្ត្រនៃការបំបែកការងារជាជំហានតូចៗដើម្បីងាយនៅក្នុងការធ្វើវាឲ្យរួចរាល់នៅក្នុងមាតិកានេះអ្នកនឹងបានស្វែងយល់ពីអត្ថប្រយោជន៍និងវិធីបំបែកកិច្ចការធំៗទៅជាកិច្ចការតូចៗដើម្បីងាយនៅក្នុងការធ្វើវាឲ្យបានសម្រេចតាមផែនការឬការចង់បានរបស់អ្នកនៅក្នុងពិភពលោកដែលពោរពេញទៅដោយភាពជឿនលឿនសពថ្ងៃនេះដើម្បីទទួលបានផលិតភាពពីអ្វីដែលអ្នកធ្វើមិនមែនគ្រាន់តែការបន្ថែមការធ្វើការឲ្យបានកាន់តែខ្លាំងឬច្រើនជាងមុននោះទេប៉ុន្តែចាំបាច់ត្រូវធ្វើការដោយឆ្លាតវៃទៀតផងយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតមួយសម្រាប់ការរក្សាផលិតភាពគឺការបំបែកកិច្ចការធំៗទៅជាកិច្ចការតូចៗដែលអាចគ្រប់គ្រងបានមានន័យថាបំបែកជាជំហានងាយនៅក្នុងការបំពេញឬងាយធ្វើមិនថាអ្នកកំពុងដោះស្រាយគម្រោងការងារស្មុគស្មាញឬការរៀនសម្រាប់ការត្រៀមប្រឡងឬសូម្បីតែការរៀបចំផ្ទះរបស់អ្នកទេការបំបែកកិច្ចការធំទៅជាផ្នែកតូចជួយកាត់បន្ថយការដែលមានអារម្មណ៍ថាការងារនោះធំពេកលើសលប់ពេកនិងដើម្បីបង្កើនការផ្ដោតអារម្មណ៍និងធ្វើឲ្យអ្នកធ្វើសកម្មភាពទៅមុខជាលំដាប់យ៉ាងស្ថិតស្ថេរតោះយើងស្វែងយល់ពីរបៀបដែលវិធីសាស្ត្រនេះជំរុញផលិតភាពនិងវិធីជាក់ស្ដែង5យ៉ាងដែលអ្នកអាចបំបែកកិច្ចការបានយ៉ាងមានប្រសិទ្ធភាពមុននឹងបន្តសូមជួយ Subscribe ដើម្បីទទួលបានគន្លឹះល្អៗនៅក្នុងវីដេអូបន្តប៉ុន្តែមុននឹងឈានចូលដល់វិធីសាស្ត្រយើងនឹងសិក្សាស្វែងយល់ហេតុអ្វីបានជាការបំបែកកិច្ចការជំហានតូចវាជួយអ្នកឲ្យធ្វើការប្រកបដោយប្រសិទ្ធភាពជាមុនសិនកិច្ចការធំច្រើនតែធ្វើឲ្យយើងមានអារម្មណ៍គួរឲ្យខ្លាចនៅក្នុងការចាប់ផ្ដើមអ្នកប្រហែលជាធ្លាប់មានបទពិសោធន៍ឬក៏ធ្លាប់មានអារម្មណ៍មួយនេះនៅពេលដែលត្រូវប្រឈមមុខធ្វើការងារធំមួយនៅចំពោះមុខដែលមិនបានកំណត់ភាពច្បាស់លាស់ទៅលើកិច្ចការនោះដូចជាការសរសេរផែនការអាជីវកម្មបើយើងមិនដឹងពីការសរសេរមិនដឹងថាយើងធ្វើអ្វីសរសេររបៀបណាត្រូវការគម្រោងចំណាយប៉ុន្មានអ្នកណាខ្លះចូលរួមហើយទាំងនេះហើយគឺសុទ្ធតែជាភាពមិនច្បាស់លាស់ឬមួយក៏អ្នកចង់ធ្វើការសម្អាតផ្ទះទាំងមូលពេលអ្នកគិតវាងាយតែពេលចាប់ផ្ដើមសម្អាតសូម្បីតែមួយបន្ទប់របស់អ្នកនឹងហត់បាត់ទៅហើយទម្រាំសម្អាតផ្ទះទាំងមូលក្នុងមួយថ្ងៃវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាมันអាចទៅរួចនៅក្នុងការដែលចង់បានសម្រេចគោលដៅនេះហើយជាលទ្ធផលវាងាយនឹងធ្វើឲ្យអ្នកពន្យាពេលមិនចាប់ផ្ដើមធ្វើវាព្រោះអ្នកមិនដឹងថាត្រូវចាប់ផ្ដើមពីណាការរាំងផ្លូវចិត្តនេះនាំឲ្យមានការខ្ជះខ្ជាយពេលវេលានិងភាពតានតឹងដែលមិនត្រូវនឹងកើតឡើងបែរជាកើតមករំខានអារម្មណ៍របស់អ្នកពេញមួយថ្ងៃទៅវិញដូចនេះត្រូវមានវត្តមាននៃការបំបែកការងារធំទាំងនោះជាកិច្ចការតូចតោះយើងនឹងទៅស្វែងយល់អំពីមូលហេតុសំខាន់3យ៉ាងដែលការបំបែកកិច្ចការធំទៅជាជំហានតូចអាចជួយអ្នកក្នុងការធ្វើកិច្ចការឲ្យមានប្រសិទ្ធភាពមូលហេតុទី1ការបំបែកកិច្ចការធំទៅជាកិច្ចការតូចធ្វើឲ្យយើងមានអារម្មណ៍ថាគោលដៅធំនោះយើងអាចគ្រប់គ្រងបាននៅពេលអ្នកមើលកិច្ចការធំទាំងមូលលក្ខណៈដុលវាអាចឲ្យអ្នកមានអារម្មណ៍ថាមិនអាចចាប់ផ្ដើមធ្វើបានប៉ុន្តែនៅពេលអ្នកបំបែកវាទៅជាកិច្ចការតូចកិច្ចការនីមួយអាចចំណាយពេលពី5ទៅ15នាទីអ្នកនឹងប្រែក្លាយវាទៅជាជំហានបន្ទាប់ដែលអាចសម្រេចបានឧទាហរណ៍ជំនួសឲ្យការសម្អាតបន្ទប់គេងទាំងមូលរបស់ខ្ញុំបែងចែកវាជាចំណុចដូចនេះវិញបោសជូតឥដ្ឋនិងកន្លុកកន្លៀតផ្សេងបន្ទាប់មកសម្អាតបន្ទប់ទឹករៀបចំទូសៀវភៅបោកភួយខ្នើយស្រោមពូកស្រោមខ្នើយជាដើមមូលហេតុទី2អ្នកអាចសម្រេចបានវឌ្ឍនភាពឬធ្វើឲ្យមានការរីកចម្រើនទោះបីជាពេលវេលាមានកំណត់ឬមានពេលតិចតួចក៏ដោយពេលខ្លះយើងជៀសវាងឬពន្យាពេលក្នុងការចាប់ផ្ដើមធ្វើកិច្ចការធំពីព្រោះយើងជឿថាយើងមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញកិច្ចការនោះដើម្បីទទួលបាននូវការវិវត្តដែលគួរឲ្យពេញចិត្តដូចនេះការបំបែកគម្រោងធំទៅជាកិច្ចការតូចអនុញ្ញាតឲ្យអ្នកប្រើប្រាស់ពេលវេលាខ្លីឬតិចតួចប្រកបដោយផលិតភាពអ្នកប្រហែលជាមិនមានពេល1ម៉ោងដើម្បីសរសេររបាយការណ៍ពេញលេញទេប៉ុន្តែអ្នកអាចចំណាយពេល5ទៅ10នាទីដើម្បីគូសបញ្ជាក់ចំណុចសំខាន់ឬគោលឬសរសេរសេចក្តីផ្ដើមជាដើមកិច្ចខិតខំប្រឹងប្រែងតូចទាំងនេះបូកបញ្ចូលគ្នាវានឹងប្រែក្លាយពេលវេលាទំនេរទៅជាការបំពេញការងារដែលនាំទៅរកការរីកចម្រើនឬវិវត្តទៅមុខជាជំហានមូលហេតុទី3ការផ្ដោតអារម្មណ៍ម្ដងមួយបង្កើតគុណភាពនៃការងារនៅពេលអ្នកផ្ដោតលើផ្នែកតូចមួយនៃកិច្ចការក្នុងពេលតែមួយអ្នកអាចផ្ដោតអារម្មណ៍ទាំងស្រុងលើវាដែលជួយបង្កើនគុណភាពការងាររបស់អ្នក
ការធ្វើកិច្ចការច្រើនក្នុងពេលតែមួយឬព្យាយាមដោះស្រាយគម្រោងធំមួយក្នុងពេលតែមួយអាចនាំឲ្យមានកំហុសឆ្គងត្រូវធ្វើការងារសារឡើងវិញឬការអស់កម្លាំងជាដើមផ្ទុយទៅវិញការបំពេញកិច្ចការនិងបញ្ចប់កិច្ចការតូចមួយក្នុងពេលតែមួយធ្វើឲ្យចិត្តរបស់អ្នកមានភាពច្បាស់លាស់មិនច្របូកច្របល់និងជួយអ្នកឲ្យទទួលបានលទ្ធផលកាន់តែប្រសើរសរុបអត្ថប្រយោជន៍ទាំង3ឡើងវិញម្ដងទៀតអត្ថប្រយោជន៍ទី1ការបំបែកកិច្ចការធំទៅជាកិច្ចការតូចធ្វើឲ្យយើងមានអារម្មណ៍ថាគោលដៅធំនោះយើងអាចគ្រប់គ្រងបានឬអាចធ្វើបានអត្ថប្រយោជន៍ទី2អ្នកអាចសម្រេចបាននូវវឌ្ឍនភាពឬធ្វើឲ្យមានការរីកចម្រើនទោះបីជាពេលវេលាមានកំណត់ឬមានពេលតិចតួចក៏ដោយអត្ថប្រយោជន៍ទី3ការផ្ដោតអារម្មណ៍ម្ដងមួយបង្កើតគុណភាពនៃការងារបន្ទាប់ពីបានយល់ច្បាស់ពីអត្ថប្រយោជន៍ហើយចូលមកដល់ខ្លឹមសារសំខាន់នៃមាតិកាគឺវិធីបំបែកកិច្ចការធំទៅជាកិច្ចការតូចយើងមាន5វិធីសាស្ត្រវិធីសាស្ត្រទី1ប្រើវិធីសាស្ត្រ milestone បានន័យថាធ្វើឲ្យមានឬឃើញពីការវិវត្តជាជំហានបំបែកកិច្ចការរបស់អ្នកទៅជាដំណាក់កាលសំខាន់ឬជំហាននេះមានប្រយោជន៍ជាពិសេសសម្រាប់គម្រោងរយៈពេលវែងដូចជាការសរសេរសៀវភៅការបង្កើតគេហទំព័រឬការដាក់ឲ្យដំណើរការផលិតផលអ្វីមួយឧទាហរណ៍ប្រសិនបើភារកិច្ចរបស់អ្នកគឺសរសេរសៀវភៅដំណាក់កាលសំខាន់របស់អ្នកអាចជាជំហានទី1សរសេរគ្រោងឬគោលនៃសៀវភៅបន្ទាប់មកសរសេរជំពូកទី1បន្តទៅជំពូកទី2ជំហានទី3ពិនិត្យកែសម្រួលសេចក្តីព្រាងដំណាក់កាលចុងក្រោយគឺផ្ញើអត្ថបទទាំងស្រុងទៅអ្នកត្រួតពិនិត្យសម្រាប់ការពិនិត្យជាចុងក្រោយដើម្បីបោះពុម្ពជាដើមដំណាក់កាលនីមួយៗคล้ายជាគោលដៅតូចហើយអ្នកអាចបំបែកគោលដៅតូចទាំងនោះទៅជាគោលដៅប្រចាំថ្ងៃឬប្រចាំសប្តាហ៍ជាដើមចូលដល់វិធីសាស្ត្រទី2ចែកតាមប្លុកពេលវេលា divide by time block ប្រសិនបើអ្នកមានអារម្មណ៍ថាភារកិច្ចឬក៏កិច្ចការណាមួយគ្មានទីបញ្ចប់សូមសាកល្បងចែកវាតាមពេលវេលាជាជាងលទ្ធផលកំណត់កំឡុងពេលវេលាជាក់លាក់ហើយផ្ដោតឬបូជាកម្លាំងកាយចិត្តធ្វើកិច្ចការដែលជាផ្នែកនោះហើយត្រូវតែឈប់នៅពេលដែលអ្នកដល់ពេលវេលាកំណត់ឧទាហរណ៍អ្នករៀនឬក៏សិក្សាសម្រាប់ការប្រឡងសូមបែងចែកពេលវេលានៃការរៀនរបស់អ្នកទៅជាសិក្សាគណិតវិទ្យារយៈពេល30នាទីសម្រាប់15នាទីបន្ទាប់មករំលឹកឡើងវិញនៅមេរៀនប្រវត្តិសាស្ត្ររយៈពេល30នាទីសម្រាប់15នាទីបន្ទាប់មកអនុវត្តឬក៏ធ្វើចំណោទខាងវិទ្យាសាស្ត្ររយៈពេល30នាទីជាដើមការអនុវត្តឬក៏ធ្វើតាមវិធីសាស្ត្រនេះវារក្សាថាមពលរបស់អ្នកឲ្យនៅស្ថិតស្ថេរនិងការពារការអស់កម្លាំងខណៈពេលដែលធានាបាននូវវឌ្ឍនភាពឬភាពរីកចម្រើនទៅមុខជាលំដាប់វិធីសាស្ត្រទី3ប្រែក្លាយសកម្មភាពធំទៅជាកម្រងឬបញ្ជីត្រួតពិនិត្យ Turn big actions into checklist ពេលខ្លះភារកិច្ចធំមួយអាចត្រូវបានបែងចែកឬក៏អាចបំបែកដោយគ្រាន់តែធ្វើបញ្ជីត្រួតពិនិត្យនៃសកម្មភាពតូចទាំងអស់ដែលពាក់ព័ន្ធនេះវានឹងជួយអ្នកឲ្យមើលឃើញជំហានបន្តឬជំហានបានធ្វើហើយនិងជំហានដែលមិនទាន់បានអានធ្វើឲ្យបានច្បាស់លាស់និងផ្ដល់ឲ្យអ្នកនៅអារម្មណ៍នៃការសម្រេចបានសមិទ្ធផលនៅពេលអ្នកធីកចំណុចនីមួយដែលបានធ្វើហើយឧទាហរណ៍ការដាក់គម្រោងការរៀបចំយានដ្ឋានសូមធ្វើបញ្ជីត្រួតពិនិត្យឬ checklist នៃកិច្ចការនេះដូចខាងក្រោមតម្រៀបឧបករណ៍តាមក្រុមដាក់ស្លាកប្រអប់ផ្ទុកឧបករណ៍ដើម្បីងាយស្រួលរកបោះចោលរបស់របរដែលខូចបោសសម្អាតកម្រាលឥដ្ឋជាដើមសញ្ញាធីកនីមួយនៅលើបញ្ជីត្រួតពិនិត្យនាំឲ្យអ្នកអាចមើលឃើញនៅវឌ្ឍនភាពឬការរីកចម្រើនដែលអាចធ្វើឲ្យអ្នកមានអារម្មណ៍ថាពេញចិត្តនិងជំរុញទឹកចិត្តរបស់អ្នកយ៉ាងខ្លាំងវិធីសាស្ត្រទី4បែងចែកក្រុមឬចាត់ថ្នាក់តាមប្រភេទនៃការងារប្រសិនបើភារកិច្ចធំរបស់អ្នកពាក់ព័ន្ធនឹងប្រភេទការងារផ្សេងគ្នាសូមបំបែកវាទៅតាមប្រភេទការងារតូចតាមប្រភេទរបស់វានេះអនុញ្ញាតឲ្យអ្នកដាក់កិច្ចការប្រភេទស្រដៀងគ្នាជាមួយគ្នាដែលធ្វើឲ្យប្រសើរឡើងនូវការផ្ដោតអារម្មណ៍និងប្រសិទ្ធភាពឧទាហរណ៍រៀបចំពិធីមង្គលការសូមបែងចែកប្រភេទការងារទៅតាមប្រភេទដូចជាក្រុមទី1ស្រាវជ្រាវអ្នកផ្គត់ផ្គង់រោងឬម្ហូបអ្នកភ្លេងក្រុមសម្អាងការជាដើមក្រុមទី2បង្កើតបញ្ជីភ្ញៀវចូលរួមពិធីក្រុមទី3ចាត់ចែងផ្ញើការអញ្ជើញឬទៅអញ្ជើញភ្ញៀវតាមទីតាំងក្រុមទី4រៀបចំកន្លែងអង្គុយជាដើមការដោះស្រាយការងារមួយប្រភេទក្នុងពេលតែមួយជួយឲ្យអ្នករក្សាបាននូវរបៀបរៀបរយនិងកាត់បន្ថយការប្តូរចិត្តចុះឡើងនៅពេលដែលមានរបៀបគិតផ្សេងគ្នាវិធីសាស្ត្រទី5
កំណត់ពេលបញ្ចប់តូចៗទៅតាមសកម្មភាពដែលបានបែងចែកអ្នកត្រូវផ្ដល់ការកំណត់សម្រាប់បញ្ចប់កិច្ចការតូចៗនីមួយៗនេះការពារឬជួយអ្នកពីការរុញច្រានឬសម្រុកធ្វើភារកិច្ចធំទាំងមូលនៅពេលដល់នាទីចុងក្រោយនៃថ្ងៃត្រូវបញ្ចប់គម្រោងទាំងស្រុងនិងជួយរក្សាល្បឿនឲ្យស្ថិតស្ថេរឧទាហរណ៍ប្រសិនបើភារកិច្ចរបស់អ្នកគឺរៀបចំបទបង្ហាញពីអតិថិជនជាមួយនឹងថ្ងៃផុតកំណត់នៅក្នុងរយៈពេល2សប្តាហ៍អ្នកអាចធ្វើការកំណត់ថ្ងៃនៃការធ្វើកិច្ចការដូចតទៅនៅថ្ងៃទី3បញ្ចប់ការស្រាវជ្រាវប្រវត្តិរបស់អតិថិជននៅថ្ងៃទី5បញ្ចប់ការបង្កើតគ្រោងបទបង្ហាញនៅថ្ងៃទី7បញ្ចប់ការព្រៀងស្លាយនៅថ្ងៃទី10ពិនិត្យនិងកែលម្អស្លាយនៅថ្ងៃទី12ហាត់សមធ្វើបទបង្ហាញជាដើមការកំណត់ថ្ងៃផុតកំណត់របស់កិច្ចការតូចៗនីមួយៗនឹងបង្កើតសន្ទុះនៃការងារនិងធានាថាគ្មានផ្នែកណាមួយនៃគម្រោងត្រូវបានហ្វេសប្រហែសឬធ្វើមិនទាន់នោះឡើយសរុបសេចក្តីមកការបំបែកកិច្ចការធំៗទៅជាកិច្ចការតូចៗគឺជាឧបករណ៍ឬក៏បច្ចេកទេសនៅក្នុងការធ្វើឲ្យមានផលិតភាពដ៏មានឥទ្ធិពលមួយដែលអាចផ្លាស់ប្ដូរវិធីដែលអ្នកចាប់ផ្ដើមធ្វើការជំនួសឲ្យការដែលមានអារម្មណ៍តានតឹងឬជាប់គាំងអ្នកទទួលបានភាពច្បាស់លាស់ការផ្ដោតអារម្មណ៍និងការជំរុញទឹកចិត្តដ៏រឹងមាំជំហានតូចៗនីមួយៗដែលធ្វើឡើងបង្កើតនូវទំនុកចិត្តបង្កើតវឌ្ឍនភាពដែលអាចមើលឃើញនិងទប់ស្កាត់ការពន្យាពេលនៅពេលក្រោយប្រសិនបើអ្នកប្រឈមមុខនឹងកិច្ចការដ៏លំបាកមួយសូមចំណាយពេលមួយផ្លែតឬក៏ចំណាយពេលដើម្បីបំបែកកិច្ចការធំនោះជាចំណែកតូចៗជ្រើសរើសវិធីសាស្ត្រណាមួយមិនថាវាជាវិធីសាស្ត្រ milestone បានន័យថាធ្វើឲ្យមានឬឃើញពីការវិវត្តជាជំហានវិធីសាស្ត្រចែកតាមប្លុកពេលវេលា time blocks វិធីសាស្ត្រប្រែក្លាយសកម្មភាពធំទៅជាកម្រងឬបញ្ជីត្រួតពិនិត្យ checklist វិធីសាស្ត្របែងចែកក្រុមឬចាត់ថ្នាក់តាមប្រភេទការងារ categories ឬក៏វិធីសាស្ត្រកំណត់ពេលបញ្ចប់ខ្នាតតូចទៅតាមសកម្មភាពដែលបានបែងចែក mini deadlines ហើយសង្កេតមើលថាតើការងាររបស់អ្នកកាន់តែមានផលិតភាពកាន់តែមានការផ្ដោតអារម្មណ៍និងគ្មានភាពតានតឹងប៉ុណ្ណាជាចុងក្រោយសូមចងចាំថាសមិទ្ធផលធំដែលអាចកើតឡើងវាគ្រាន់តែកើតឡើងពីការបំពេញកិច្ចការពីជំហានតូចដែលត្រូវបានធ្វើយ៉ាងជាប់លាប់ប៉ុណ្ណោះអត្ថបទនេះដកស្រង់និងបកប្រែចេញពី website Make Me Better សូមអរគុណចំពោះការស្ដាប់ដោយយកចិត្តទុកដាក់សង្ឃឹមថាអ្នកទាំងអស់គ្នាទទួលបាននូវគន្លឹះល្អៗសម្រាប់យកទៅអនុវត្តប្រសិនបើអ្នកពេញចិត្តនៅមាតិកាប្រភេទនេះសូមជួយចុច Subscribe ដើម្បីទទួលបាននូវគន្លឹះល្អៗនៅក្នុងវីដេអូបន្តបើសិនជាមានមតិយោបល់ឬមានមាតិកាដែលអ្នកចង់ដឹងអាចសរសេរនៅក្នុង comment Admin នឹងខិតខំស្រាវជ្រាវនិងចែករំលែកនៅក្នុងវីដេអូបន្ទាប់សូមអរគុណ